អ្នកទាំងអស់គ្នាខ្ញុំដូចមានអារម្មណ៍ថាមានគេកំពុងចាប់អារម្មណ៍អ្នកទាំងអស់គ្នាតោះមកមើលទាំងអស់គ្នាថា zodiac sign ណាខ្លះដែលកំពុងតែចាប់អារម្មណ៍អ្នកទាំងអស់គ្នាខ្ញុំនឹងឈូសនៅក្នុងនេះអ្នកទាំងអស់គ្នានៅក្នុងកាត post zodiac sign ថាមានតារានិកចំនួនប៉ុន្មានដែលចាប់អារម្មណ៍អ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាមាន5តារានិកដែលខ្ញុំចង់ជ្រើសរើសអញ្ចឹងតោះចាប់ទាំងអស់គ្នាអីចឹងខ្ញុំដកមានប៉ុន្មានខ្លះខ្ញុំដករៀងទៅវិញខ្ញុំអត់ដឹងថាតារានិកអីគេខ្លះហេ so I think it has Aquarius Gemini Pisces Cancer ហើយនឹង Sagittarius អ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាអាចសង្កេតមើលខ្លួនឯងមើលថាមានតារានិកមួយក្នុងចំណោមនឹងដែលចាប់អារម្មណ៍អ្នកទាំងអស់គ្នាឬក៏កំពុងតាមអ្នកទាំងអស់គ្នាអត់ហើយសារនេះអត់សំដៅទៅលើបុរសឬក៏ស្ត្រីអ្នកទាំងអស់គ្នា Oh my god ខ្ញុំ feeling ថានឹងមានអ្នកទាំងអស់គ្នាដែលមើលវីដេអូខ្ញុំភាគច្រើននឹងអាចនឹងមានស្នេហាថ្មីដែលល្អហ្មងហើយអារម្មណ៍ខ្ញុំអញ្ចឹងទៅខ្ញុំចិត្តតែចង់បើកកាតរបៀបអញ្ចឹងណាអូខេចឹងខ្ញុំសាប់ប៊ីហ្មងណាអ្នកទាំងអស់គ្នា God I love her Oh my god ខ្ញុំថាហើយថាខ្ញុំថាអ្នកទាំងអស់គ្នាដែលបានមើលកាតផងខ្ញុំនឹងបានស្នេហាក្នុងពេលឆាប់ៗហើយអ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាសង្កេតមើលខ្លួនឯងមើលថាតើមានតារានិកចំនួន5ដូចជាអីគេ Sagittarius Cancer Pisces Gemini ហើយនិង Aquarius ហ្នឹងក្នុងចំណោមហ្នឹងមានតារានិកមួយក្នុងចំណោមហ្នឹងដែលចាប់អារម្មណ៍អ្នកទាំងអស់គ្នាអត់ពុំមានអារម្មណ៍ថាអាចនឹងដល់គូមែនទេហ្នឹងហើយអាចដល់គូព្រោះការ deliver ហ្នឹងគឺជាការដល់គូអ្នកទាំងអស់គ្នា Oh my god អូហើយអញ្ចឹងបានខ្ញុំចេះមានអារម្មណ៍អសេះអសល់ថាអូសង្ស័យមានកាតសារពី Guardian Angel ថានឹងដល់គូទៀតអីអញ្ចឹងណាហើយនឹងមានរឿងអីទៀតអ្នកទាំងអស់គ្នាគេជាមនុស្សបែបណា Oh my god អូយ៉ាជ្រុះ Oh my god ណាស់អ្នកទាំងអស់គ្នា King of Swords អ្នកទាំងអស់គ្នាមើលទៅមនុស្សម្នាក់ហ្នឹងគាត់អាចថារៀងចាស់ទុំដែរតែអាយុគាត់ក៏អត់ច្រើនដែរអ្នកទាំងអស់គ្នា King of Swords ទៅរៀងក្មេងដែរប៉ុន្តែមើលទៅគាត់គឺជាមនុស្សដែលរៀង serious បន្តិចរៀងមនុស្សរៀងវាថានឹងថងឲ្យមុំរៀងកាចតិចអ្នកទាំងអស់គ្នាតែខ្ញុំគិតថាគាត់កាចចំពោះមនុស្សជុំវិញខ្លួនឬក៏អ្នកដែលវាថាអាសាធ្វើអីខុសឬក៏ធ្វើអត់សូវបានល្អអញ្ចឹងគាត់រៀងកាចតិចអញ្ចឹងណាហើយមើលទៅមនុស្សម្នាក់ហ្នឹងគឺជាមនុស្សដែលរបៀបថា1 1 2 2 3 3គឺអត់ឲ្យរឿងដែលថាធ្វើការមក involve ជាមួយនឹង personal យើងច្រើនអ្នកទាំងអស់គ្នាហើយមនុស្សហ្នឹងគឺជាមនុស្សដែលនិយាយថាគេថា financial stability មើលទៅតើតើជាមួយនឹងរឿងលុយកាក់អីហើយតំណែងតំណងជាមួយមនុស្សជុំវិញខ្លួនគឺម្នាក់ហ្នឹងគឺល្អមែនតើខាងរឿងអស់ហ្នឹងគាត់គឺជាមនុស្សដែលអត់សូវចេះនិយាយច្រើនអញ្ចឹងអ្នកទាំងអស់គ្នាអូវ៉ាវលុយម៉ែហើយនឹងមានរឿងអីទៀតទៅអូ my god អីយ៉ាជួយទៀតទេ Oh my god the fool មើលទៅគេចាប់អារម្មណ៍អ្នកទាំងអស់គ្នាដោយសារតែអ្នកទាំងអស់គ្នាគឺជាមនុស្សដែលដូចថាឥឡូវហ្នឹងអ្នកទាំងអស់គ្នាដូចថាស្អាតជាងមុនហើយដូចថាឆាញហ្មងភ្លឺហ្មងមើលទៅគួរឲ្យចាប់អារម្មណ៍គួរឲ្យចង់នៅក្បែរគួរឲ្យចង់នៅចិត្តហើយមើលទៅអត្តចរិតរបស់អ្នកទាំងអស់គ្នាគឺជាមនុស្សដែលអត់ចេះនៅស្ងៀមទេជួយចិត្តធ្វើជួយចិត្តនិយាយច្រើនដែលអ្នកជុំវិញខ្លួននៅចិត្តហើយមានអារម្មណ៍ថាស្រស់ស្រាយហ្មងអ្នកទាំងអស់គ្នានេះគឺជាមន្តស្នេហ៍ដែលធ្វើឲ្យអ្នកទាំងអស់គ្នាត្រូវបានពួកគាត់នឹងចាប់អារម្មណ៍អ្នកទាំងអស់គ្នា Oh my god ហើយហេតុអីបានគាត់ចាប់អារម្មណ៍អ្នកទាំងអស់គ្នាទៀតខ្ញុំចង់សួរដេញតទៀតយ៉ាអូដោយសារនេះ justice អ្នកទាំងអស់គ្នាក៏សង្កេតមកឃើញថាចរិតអ្នកទាំងអស់គ្នានឹងគឺជាមនុស្សដែលអត់ខ្សែលើគេអត់ចេះកេងប្រវ័ញ្ចគេអត់ខ្សែលើគេហើយអត់ចង់ឈ្នះគេអ្នកទាំងអស់គ្នាដូចថាពេលមានបញ្ហាឬក៏អីចឹងអ្នកទាំងអស់គ្នាស្ងាត់ហើយអ្នកទាំងអស់គ្នាដើរចេញអត់ចូលចិត្តបង្កបញ្ហាអញ្ចឹងអ្នកទាំងអស់គ្នា that's why គេពេញចិត្តចរិតអ្នកទាំងអស់គ្នាខ្លាំងដែលគេចង់បានអ្នកទាំងអស់គ្នាមែនតើហ្មងណា Oh my god ចង់បានអ្នកទាំងអស់គ្នាបានកាត់ deliver ហ្នឹងណាហើយសុកខ្ញុំមានអារម្មណ៍ចង់បើកបាន deliver ទៀតគឺវាមិនធម្មតាហ្មងអ្នកទាំងអស់គ្នាមានន័យថាវាជារឿងពិតដែលនឹងមកដល់ក្នុងពេលឆាប់ៗហ្នឹងហ្មងខ្ញុំជឿហ្មងហើយនឹងមានរឿងអីទៀតទៅ Oh my god ជប់ខ្ញុំសាក់ពិសិនតែយ៉ាឈូទៀតហើយ Oh my god the moon អ្នកទាំងអស់គ្នាមើលទៅអ្នកទាំងអស់គ្នាគឺជាមនុស្សដែលខំប្រឹងប្រែងខ្លាំងមែនទែនហ្មងអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអត់ដូចថាចោះចាញ់ជាមួយនឹងព្រំលិខិតទេអ្នកទាំងអស់គ្នាអត់ខ្វល់ពីមជ្ឈដ្ឋានខាងក្រៅថាអ្នកទាំងអស់គ្នាមិនជាសំខាន់អ្នកទាំងអស់គ្នាអភិវឌ្ឍខ្លួនឯងទៅមុខចំណេះដឹងទាំងសម្រស់ទាំងចរិយាសម្បត្តិផងអ្នកទាំងអស់គ្នាគឺល្អទាំងព្រមហ្មងដែលធ្វើឲ្យគេមានអារម្មណ៍ថាអ្នកទាំងអស់គ្នាហ្នឹងហើយគឺជាអ្វីដែលគេត្រូវការជាអ្វីដែលគេចង់បានជាអ្វីដែលគេចង់នៅក្បែររហូតអញ្ចឹងណាអ្នកទាំងអស់គ្នា Oh my god ណែជាមួយកាតអ្នកទាំងអស់គ្នា Oh my god the lover justice the fool and the moon អ្នកទាំងអស់គ្នា Oh my god ចុះតាក់ទងជាមួយនឹងសារ Guardian Angel តើនឹងមានរឿងអីកើតឡើងអ្នកទាំងអស់គ្នាខ្ញុំសាប់សិនអាយ៉ាបាន star អ្នកទាំងអស់គ្នាគេថា believe in yourself you are a wonder of creation wash away all fear and discover you are a shining star all around you to just be let go of trying to control life for the light of your soul will guide you always toward love remember stars are born through explosion of love love illuminate all things never forget you are truly a shining star អ្នកទាំងអស់គ្នាគឺជា star គឺជា
កែឬក៏ជាតារាមួយដួងដែលគេចាប់អារម្មណ៍ហើយអញ្ចឹងអ្នកទាំងអស់គ្នាលើថាគុំគិតថាខ្លួនឯងហ្នឹងជាមនុស្សដែលមិនល្អមិនស្អាតមិនអីអ្នកទាំងអស់គ្នាត្រូវជឿជាក់លើខ្លួនឯងព្រោះគេមើលទៅឃើញអ្នកទាំងអស់គ្នាគឺភ្លឺហ្មងដែលនេះថាដើមឧទាហរណ៍ថាដូចយើងពេលដើរទៅថ្ងៃហើយចាំងភ្នែកឡើងយើងត្រូវពាក់វ៉ែនតាខ្មៅកុំឲ្យយើងចាំងភ្នែកខ្លាំងអីចឹងអ្នកទាំងអស់គ្នាគឺជាប្រភេទបែបហ្នឹងដែលគេធ្លាប់បានគេធ្វើការបានអ្នកទាំងអស់គ្នាមកនៅក្នុងដៃភ្លាមហ្មងអ្នកទាំងអស់គ្នា Oh my god ការនឹងល្អអញ្ចឹងខ្ញុំគិតថានេះអ្នកទាំងអស់គ្នាសង្កេតមើលអ្នកដែលចាប់អារម្មណ៍អ្នកទាំងអស់គ្នាលួចទៅស៊ូគេមើលអាបងឯងចាប់អារម្មណ៍អូនសាញីគេ Aquarius Gemini Cancer Sagittarius ឬក៏ Pisces ចឹងអ្នកទាំងអស់គ្នា Oh my god ខ្ញុំជូនពរឲ្យអ្នកទាំងអស់គ្នាដែលអត់ទាន់មានគូនៅ single អីចឹងឬក៏អ្នកដែលគាត់ single ដែរឬក៏និយាយថាគាត់ទៅតែនិយាយថាបញ្ចប់តំណែងស្នេហាចាស់អីចឹងគាត់អាចនឹងជួបអ្នកថ្មីដែលល្អអីចឹងកុំបោះបង់ចោលក្តីសម័យផងខ្លួនឯងរកឃើញមនុស្សល្អអីចឹងអ្នកទាំងអស់គ្នាពេលខ្លះអ្នកចាស់ក៏មិនប្រកាសថាល្អជាងអ្នកថ្មីដែរត្រូវតតសាបានដឹងត្រូវចឹងខ្ញុំគិតថាជាពេលមួយដែលអ្នកទាំងអស់គ្នាបើកចិត្តទទួលមើលស្នេហាថ្មីបើមានអ្នកគេចាប់អារម្មណ៍អ្នកទាំងអស់គ្នាហ៊ានចេញតែមើលចិត្តគេខ្លះវាជារឿងដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នាដែរអញ្ចឹងណាអញ្ចឹងអស់អីនិយាយហើយសម្រាប់ថ្ងៃហ្នឹងអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ